ស្ដាំសំឡេងបាសាច្រៀងនៅលើវិហារមើលស្លឹកស្រល់រេរហមពំអារម្មណ៍ហោះហើរមើលដំណើរសត្វឆ្លងមើលដំណើរសត្វប្រាមើលមានទាំងដំរីក៏ជាមិនសំឡាញ់ឲ្យពួងគេរងគ្រោះខ្ញុំគ្រាន់តែច្រៀងចំរៀងដើម្បីក្រើនរំលឹកពីអារម្មណ៍ពេលដែលមានដើមឈើធំធំជាមលុបត្រឆៃពេលដែលមានសំឡេងរៃច្រៀងបំពេមិនអាចរួមដោយគ្មានធម្មជាតិតែធម្មជាតិអាចរួមដោយគ្មានមនុស្សមើលអស់ធម្មជាតិគេមិនដែលភ្លេចយើងតែមនុស្សតែងភ្លេចពួកគេ